នៅពេលដែលប្រឡងបាក់ឌុបចប់ហើយបានចូលរៀនសាកលដំបូងយើងមានអារម្មណ៍ថាសប្បាយចិត្តមែនទែនក៏ប៉ុន្តែនៅពេលដែលមករស់នៅទីក្រុងភ្នំពេញយូរទៅយើងចាប់ផ្ដើមមានកូនចិត្តមួយគិតថាការរស់នៅទីក្រុងគឺចំណាយច្រើនខ្លាំងមែនទែនទាំងទៅលើកន្លែងស្នាក់នៅទៅលើថ្លៃទឹកថ្លៃភ្លើងទៅលើអាហារហូបចុកក៏ដូចជាការចំណាយមួយចំនួននៅសាលារៀនយើងចាប់ផ្ដើមមានអារម្មណ៍មួយថាចង់ខ្លាយទៅជាចំណែកមួយជួយកាត់បន្ថយបន្ទុករបស់ឪពុកម្ដាយព្រោះយើងចាប់ផ្ដើមរៀងធំយើងរៀងចាស់ទុំយើងប្រឡូកចូលទៅក្នុងសង្គមទៅយើងយល់ពីការលំបាករបស់ពួកគាត់ហើយសពថ្ងៃយើងគ្រាន់តែជាសិស្សនិស្សិតឆ្នាំទី1ទី2ដែលយើងអត់ទាន់បានចេញធ្វើការឬក៏អត់ទាន់អាចរកប្រាក់ចំណូលអីបានដោយខ្លួនឯងអញ្ចឹងត្រូវពឹងផ្អែកទាំងស្រុងទៅលើឪពុកម្ដាយនេះជាអារម្មណ៍មួយដែលខ្ញុំជឿថាមិនមែនតែខ្ញុំទេប៉ុន្តែបងប្អូនទាំងអស់គ្នាក៏មានអារម្មណ៍នឹងដូចគ្នាដែរហើយខ្ញុំលើកយកពីរឿងនឹងមកនិយាយដោយសារតែខ្ញុំបារម្ភថានៅពេលដែលយើងរវល់តែផ្ដោតទៅលើអារម្មណ៍មួយហ្នឹងជាងការយើងអត់បានផ្ដោតទៅលើការសិក្សារបស់យើងទៀតអញ្ចឹងធ្វើឲ្យការសិក្សាក៏អត់ល្អហើយអាការជួយឪពុកម្ដាយហ្នឹងក៏យើងអត់ទាន់អាចធ្វើបានទៀតអញ្ចឹងគឺវាធ្វើឲ្យស្ថានភាពហ្នឹងកាន់តែយ៉ាប់ទៅថ្ងៃនេះខ្ញុំចង់ចែករំលែកពីការគិតមួយប្រហែលជាអាចជួយឲ្យបងប្អូនទាំងគ្នាត្រឡប់មកផ្ដោតនៅលើអ្វីដែលបងប្អូនកំពុងតែទទួលបានឱកាសនៅក្នុងការរៀនមានការជួយទំនុកបម្រុងពីឪពុកម្ដាយហើយយើងគួរតែក្តាប់ឱកាសមួយនឹងបែបណាដើម្បីឲ្យថ្ងៃមុខទៅយើងអាចជួយកាត់បន្ថយការចំណាយរបស់ឪពុកម្ដាយយើងបានអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាសង្កេតមើលដើមឈើមួយដើមដែលយើងមើលឃើញថាដើមឈើហ្នឹងបានផ្ដល់ជាម្លប់ផ្ដល់ជាខ្យល់ឬក៏អាចផ្ដល់ផ្លែផ្កាទៅកាន់មនុស្សជុំវិញខ្លួនបានណាយើងឃើញថាដើមឈើគឺជាអ្នកផ្ដល់ឲ្យក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាដឹងអត់ថាមុនពេលដែលដើមឈើនឹងអាចផ្ដល់ឲ្យជាម្លប់ឬក៏ជាផ្លែផ្កាទៅកាន់មនុស្សបានណាដើមឈើនឹងក៏ធ្លាប់ជាអ្នកដែលទទួលដែរមានន័យថាពេលដែលគេដាំដើមឈើនឹងដំបូងបើសិនជាអត់មានមនុស្សទៅស្រោចទឹកទៅដាក់ជីឬក៏វាអត់ទទួលបានកម្ដៅថ្ងៃពីពន្លឺព្រះអាទិត្យទេក៏វាអត់អាចក្លាយទៅជាដើមឈើមួយដែលរឹងមាំអាចផ្ដល់ម្លប់ឬក៏ផ្លែផ្កាទៅកាន់អ្នកដទៃបានដែរអញ្ចឹងសូម្បីតែធម្មជាតិនៃដើមឈើក៏វាធ្លាប់មានពេលមួយគឺជាអ្នកទទួលដែរមុននឹងដែលវាអាចផ្ដល់ឲ្យមនុស្សជុំវិញខ្លួនបានខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាត្រឡប់មកឆ្លុះបញ្ចាំងពីជីវិតរបស់យើងដូចគ្នាថាទទួលស្គាល់យើងចង់ខ្លាចជាចំណែកមួយនៃការផ្ដល់ឲ្យយើងចង់ជួយកាត់បន្ថយឬក៏អាចជួយឪពុកម្ដាយរបស់យើងមិនមែនតែអត់យកលុយពីគាត់ទេប៉ុន្តែយើងអាចផ្ដល់ជាថវិកាឲ្យគាត់បានទៀតប៉ុន្តែមុននឹងធ្វើអញ្ចឹងបានតើតែយើងអាចជួយខ្លួនឯងឲ្យខ្លាចទៅជាមនុស្សម្នាក់ដែលរឹងមាំជាមុនសិនអញ្ចឹងឥឡូវហ្នឹងយើងបានទទួលអីគេទទួលពីឪពុកម្ដាយហ្នឹងគឺការដែលគាត់បានចំណាយលុយបង់ថ្លៃសាលាឲ្យយើងគាត់ផ្ដល់កន្លែងស្នាក់នៅគាត់ជួយទៅលើថ្លៃអាហារហូបចុកអីទាំងអស់ហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាប្រមូលយកអាហ្នឹងទទួលក្តាប់ឱកាសមួយហ្នឹងដើម្បីកែប្រែផ្លាស់ប្ដូរឬក៏អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងអញ្ចឹងយើងមានពេល4ឆ្នាំនៅសាកលវិទ្យាល័យឱកាសដែលយើងកំពុងតែមានហ្នឹងយើងគួរតែខិតខំប្រឹងប្រែងរៀនសូត្រអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងជួយកាត់បន្ថយឬក៏ការចំណាយអញ្ចឹងគឺយើងធ្វើម៉េចចាយវារិះថាំដើម្បីកុំឲ្យពុកម្ដាយយើងគាត់ចំណាយលើយើងច្រើនហើយប្រឹងប្រែងរៀនសូត្ររហូតដល់យើងអាចចប់សាកលវិទ្យាល័យឬក៏ឆ្នាំទី3ទី4យើងអាចចេញធ្វើការមានន័យថាយើងអាចរកចំណូលបានខ្លះឬក៏រៀនចប់យើងមានសមត្ថភាពមានបទពិសោធន៍អីទៅគឺយើងអាចផ្គត់ផ្គង់ទៅលើខ្លួនឯងហើយយើងអាចមានជាថវិកាមួយចំណែកផ្ដល់ឲ្យឪពុកម្ដាយវិញបានទៀតអញ្ចឹងវិធីគឺត្រឡប់មកផ្ដោតលើអ្វីដែលយើងកំពុងតែមានឱកាសដែលយើងបានរៀនយើងគួរប្រឹងប្រែងធ្វើវាឲ្យល្អហើយដល់ពេលមួយដែលយើងអាចរឹងមាំយើងលូតលាស់ហើយយើងអាចផ្ដល់ឲ្យមិនធំតែខ្លួនឯងប៉ុន្តែអាចផ្ដល់ឲ្យឪពុកម្ដាយឬក៏យើងអាចធ្វើអ្វីដែលល្អទៅកាន់សង្គមជាតិទៀតអញ្ចឹង
អត់អីទេវាទោះបីជាឥឡូវនេះបងប្អូនទាំងគ្នាមានអារម្មណ៍ថាខ្លួនឯងជាបន្ទុកឲ្យគ្រួសារក៏ដោយប៉ុន្តែឪពុកម្ដាយគាត់បានផ្ដល់ឲ្យយើងនៅឱកាសនៅក្នុងការរៀនហើយក្តោបក្តាប់ឱកាសមួយហ្នឹងឲ្យប្រឹងប្រែងអភិវឌ្ឍខ្លួនឯងរហូតដល់ពេលមួយយើងអាចខ្លាចទៅជាដើមឈើមួយដែលផ្ដល់ម្លប់ផ្ដល់ផ្លែផ្កាទៅកាន់គ្រួសាររបស់យើងវិញបានអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងគ្នានៅក្នុងវីដេអូនេះហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត